ជំរាបសួរប្រិយមិត្តជាទីរាប់អានបើយើងមានព័ត៌មានថ្មីបងប្អូនគឺថ្ងៃនេះតែម្ដងនៅឯទីក្រុងប៉េកាំងបាទគឺប្រទេសចិនតែម្ដងគឺឥឡូវនេះដល់វេនប្រទេសអឺចិនហើយបងប្អូនគឺប្រធានាធិបតីស៊ីជីនពីងបាទលោកបានប្រកាសដំឡើងពន្ធហើយបងប្អូនបាទសូមជម្រាបបងប្អូនថាមកដល់ពេលនេះបាទនៅថ្ងៃសុក្រទុងប្រហែលជាប្រមាណនាទីនេះបងប្អូនគឺប្រធានាធិបតីចិនគឺលោកស៊ីជីនពីងលោកបានប្រកាសហើយថាចិនចាប់ផ្ដើមយកពន្ធ125%ស្មើសហរដ្ឋអាមេរិកហើយដោយបងប្អូនបានដឹងហើយថាចិនបានកំដរបាទចិនបាននិយាយហើយថាចិនកំដរសហរដ្ឋអាមេរិកលេងរហូតដល់តែអស់សន្លឹកវារៀងៗខ្លួនបាទនេះគឺជាមាសបងប្អូនដែលតម្លៃមាសនោះគឺឡើងខ្លាំងមែនទែនបងប្អូនណានៅពេលដែលសហរដ្ឋអាមេរិកក៏ដូចជាប្រទេសចិនបាទកន្លុកទីផ្សារជាពិសេសគឺពាណិជ្ជកម្មពិភពលោកដោយស្នាដៃលោក Donald Trump តែម្ដងបាទគឺមាសមានការឡើងថ្លៃហើយភាគហ៊ុនក៏មានការធ្លាក់ចុះបាទធ្លាក់ចុះស្ទើរតែទាំងអស់ភាគហ៊ុននៅលើពិភពលោកបងប្អូនបាទឥឡូវនេះគឺជាព័ត៌មានថ្មីៗដែលយើងទើបតែទទួលបានថាបាទចិនគឺបានដាក់ពន្ធបន្ថែមស្មើនឹងសហរដ្ឋអាមេរិកបងប្អូនស្មើសហរដ្ឋអាមេរិកគឺ125ស្មើគ្នាបាទនេះគឺជារូបវីដេអូ AI ទេបងប្អូនដែលគេបានផលិតឡើងខណៈដែលសហរដ្ឋអាមេរិកបានយកពន្ធគ្រប់ប្រទេសទាំងអស់បាទសូម្បីតែសហគមន៍អឺរ៉ុបបាទត្រូវពន្ធបន្ថែមនោះគឺគេហៅថា tariff បាទអ៊ុយក្រែនគឺ10%ទេបងប្អូនបាទនេះគឺតំបន់អាហ្វ្រិកហើយប្រទេសផ្សេងៗគឺត្រូវបានបាទនេះគឺវេណេស៊ុយឡាបងប្អូនបាទចំពោះរុស្ស៊ីគឺ0%បងប្អូនបាទវាអស្ចារ្យមែនទែនបងប្អូនជប៉ុន24%បាទនេះគឺជារូប AI ទេបងប្អូនក៏ប៉ុន្តែអ្វីដែលយើងទទួលបាននៅព័ត៌មានថ្មីៗចេញផ្សាយដោយសារព័ត៌មាន Reuters នោះគឺថាប្រទេសចិនគឺប្រធានាធិបតីអឺចិនតែម្ដងលោកស៊ីជីនពីងបានប្រកាសហើយបងប្អូនប្រកាសយកគេហៅថា125%ស្មើសហរដ្ឋអាមេរិកហើយបាទមែនតែនទៅបងប្អូនអារឿងយកពន្ធទៅយកពន្ធមកនេះវាគ្មានទៅងាប់ប្រធានាធិបតីប្រទេសមួយទេគឺងាប់ប្រជាជនបងប្អូនហើយកម្លាំងពលកម្មជាពិសេសទំនិញដែលត្រូវបាននាំចេញបងប្អូនដឹងហើយដូចទូរស័ព្ទដៃមួយអញ្ចឹងបងប្អូនណាទោះបីជាទូរស័ព្ទនោះគឺក្រុមហ៊ុនផលិតទូរស័ព្ទឧទាហរណ៍ថាក្រុមហ៊ុន technology ក្រុមហ៊ុនយក្សរបស់ Apple បាទគឺបានផលិតនៅឯវៀតណាមក៏ដោយក៏ប៉ុន្តែវាជាផ្នែកខ្លះមួយវានាំចូលប្រទេសចិនបាទផ្នែកខ្លះមួយវានាំទៅពីវៀតណាមហើយបើសិនជាពន្ធពីចិនចេញទៅវាថ្លៃអញ្ចឹងផលិតផលមួយដែលសម្រេចបានគឺมันអាចលក់តម្លៃដើមវិញបានទេបងប្អូនបាទมันអាចលក់នៅក្នុងតម្លៃដូចមុនបានទេបាទមានតែតម្លៃលើសបងប្អូនណាមានតែតម្លៃលើសដូច្នេះហើយគឺការដំឡើងពន្ធនេះវាមិនមែនស្រួលទេបងប្អូនវាមិនមែនស្រួលសម្រាប់ប្រជាពលរដ្ឋជាពិសេសគឺកម្មករនៅឯវិស័យរោងចក្របាទជាពិសេសប្រទេសក្រីក្រតែម្ដងចំពោះមហាយក្សទាំងពីរយើងដឹងហើយថាចិននិងសហរដ្ឋអាមេរិកគឺជាប្រទេសដែលគេថាសេដ្ឋកិច្ចលូតលាស់ធំជាងគេលំដាប់លេខ1លេខ2បើយើងប្រៀបធៀបអំពីមាសបាទមាសវាមិនដល់សហរដ្ឋអាមេរិកទេបាទ8000តោនជាងបាទមាសបាទនាំមុខគេបន្ទាប់ពីសហរដ្ឋអាមេរិកគឺអាល្លឺម៉ង់បាទចិននៅក្នុងលំដាប់ទី6ដូច្នេះការបន្ទាញបន្ទង់ពន្ធនេះវាធ្វើឲ្យពិភពលោកកន្លប់ចាក់អ្នកដែលពិបាកជាងគេគឺប្រទេសក្រីក្របងប្អូនប្រទេសក្រីក្រចំពោះអ្នកវិនិយោគទុនបងប្អូនគឺគេកំពុងតែចាំមើលបាទអ្នកវិនិយោគទុនគឺគេកំពុងតែចាំមើលការឆ្លើយតបរបស់ប្រទេសចិនឥឡូវនេះគឺមានការឆ្លើយតបហើយចំពោះប្រទេសចិនជាពិសេសគឺប្រធានាធិបតីលោកស៊ីជីនពីងតែម្ដងគាត់បានប្រកាសយកពន្ធសហរដ្ឋអាមេរិកគឺការនាំផលិតផលចូលរបស់សហរដ្ឋអាមេរិកនេះគឺ125%ដូចគ្នាបងប្អូនការធ្វើពាណិជ្ជកម្មទៅលើពន្ធគេហៅថាចំពោះតែតួលេខបាទវាមានវិបត្តិធ្ងន់ធ្ងរណាស់បងប្អូនសម្រាប់ប្រទេសនីមួយៗជាពិសេសវាប៉ះពាល់មែនទែនបងប្អូនវាជះឥទ្ធិពលដល់ប្រទេសតូចៗបាទឥឡូវនេះប្រទេសចិនគឺបានចេញសេចក្តីប្រកាសហើយកាលពីថ្ងៃសុក្រនេះតែម្ដងបាទមុននឹងបន្តិចទេបងប្អូនគឺត្រូវបានប្រកាសរាល់ទំនិញដែលចូលពីសហរដ្ឋអាមេរិកបាទសូមជម្រាបបងប្អូនថាទំនិញសហរដ្ឋអាមេរិកដែល
ទិញចូលច្រើនជាងគេទី3នោះគឺប្រទេសចិនតែម្ដងបងប្អូនប្រទេសចិននោះគឺជាប្រទេសទី3ហើយដែលទិញទំនិញសហរដ្ឋអាមេរិកចូលនៅក្នុងប្រទេសបាទក៏ប៉ុន្តែអនុភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងអឺចិនគឺចិនទី1បងប្អូនចិនទី1បាទគឺលេខ1បាទអនុភាពនោះគឺបានន័យថាវាមានកលិបដាច់ពីគ្នាចំពោះជញ្ជីងពាណិជ្ជកម្មបាទចំពោះមិចស៊ីកូបាទទី2ហើយវៀតណាមទី3ក៏ប៉ុន្តែប្រទេសដែលនាំផលិតផលសហរដ្ឋអាមេរិកដែលនាំទំនិញសហរដ្ឋអាមេរិកចូលច្រើនជាងគេនោះគឺប្រទេសចិនបងប្អូនបាទទី3ប្រទេសចិនបាទទិញជាអ្នកទិញបញ្ជាទិញទំនិញរបស់សហរដ្ឋអាមេរិកសូមជម្រាបបងប្អូនថាអញ្ចឹងចំពោះក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាទបានចេញសេចក្តីថ្លែងការណ៍មួយថាការដាក់ពន្ធខ្ពស់ហួសហេតុរបស់សហរដ្ឋអាមេរិកនេះទៅលើប្រទេសចិនគឺវារំលោភយ៉ាងធ្ងន់ធ្ងរទៅដល់ច្បាប់សេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិដែលដើរផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចក្រសួងហិរញ្ញវត្ថុដដែលបានបន្ថែមថាការយកពន្ធខ្ពស់ហួសប្រមាណនេះវាជារឿងកំប្លែងបងប្អូនវាជារឿងកំប្លែងមួយបាទវាជារឿងកំប្លែងនៅក្នុងប្រវត្តិសាស្ត្រពិភពលោកវាលែងជារឿងមួយដែលយកពន្ធទៅតាមច្បាប់អន្តរជាតិហើយបងប្អូនប្រសិនបើសហរដ្ឋអាមេរិកបាទក្រសួងហិរញ្ញវត្ថុបានបន្តទៀតថាបើសិនជាសហរដ្ឋអាមេរិកនៅតែបន្តលេងហ្គេមបាទលេងហ្គេមដំឡើងពន្ធនេះគឺប្រទេសចិនលែងឆ្លើយតបហើយបងប្អូនគេលែងឆ្លើយតបហើយពីព្រោះគេទុកថាវាលែងជារឿងសំខាន់ហើយបងប្អូនបាទគឺឡើងរហូតបាទហើយសហរដ្ឋអាមេរិកធ្លាប់គម្រាមប្រទេសចិនហើយថានឹងឡើងរហូតដល់ 145% បើសិនជាចិននៅតែហ៊ានតដៃហើយដំឡើងស្មើសហរដ្ឋអាមេរិកបើកាលមុនគឺសហរដ្ឋអាមេរិកបាទសំទោសកាលមុនគឺចិនបានឆ្លើយថាចិននឹងកំដរសហរដ្ឋអាមេរិករហូតដល់ចប់បាទដំណាក់កាលចុងក្រោយក៏ប៉ុន្តែឥឡូវនេះក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាទបានចេញសេចក្តីប្រកាសហើយថាល្បែងនេះគឺចិនលែងលេងជាមួយហើយបាទបើទោះបីជាសហរដ្ឋអាមេរិកនេះដំឡើងដល់ណាក៏ដោយក៏ប៉ុន្តែចំពោះចិនគឺត្រឹម125នេះហើយក៏លែងឆ្លើយតបដែរបាទលែងឆ្លើយតបជាមួយនឹងសហរដ្ឋអាមេរិកហើយពីព្រោះប្រទេសចិនយល់ថាការគម្រាមពន្ធនេះគឺជាការគម្រាមដោយឯកតោភាគីដោយរំលោភទៅលើច្បាប់មូលដ្ឋានពាណិជ្ជកម្មពិភពលោកបាទរំលោភបាទគឺចិនគេបានគិតអញ្ចឹងបងប្អូនហើយគេលែងឆ្លើយតបហើយបើចំពោះប្រទេសចិនគឺកំពុងតែដាស់តឿននិស្សិតរបស់គេគឺនិស្សិតដែលបានត្រៀមទៅរៀននៅសហរដ្ឋអាមេរិកបងប្អូននិស្សិតនៅប្រទេសចិនត្រៀមទៅរៀនសហរដ្ឋអាមេរិកច្រើនណាស់បងប្អូននៅរដ្ឋអូហាយ៉ូបាទច្រើនមែនទែនមួយឆ្នាំឥឡូវនេះប្រទេសចិនគឺគេកំពុងតែដាស់តឿននិស្សិតគេបាទហាមមិនឲ្យទៅរៀននៅសហរដ្ឋអាមេរិកទេព្រោះការទៅរៀនសហរដ្ឋអាមេរិកនេះគឺយកលុយទៅចាយទាំងដុលនៅសហរដ្ឋអាមេរិកហើយក្រសួងការបរទេសចិនក៏ដូចជាប្រទេសចិនតែម្ដងកំពុងតែត្រួតពិនិត្យរឿង Hollywood របស់សហរដ្ឋអាមេរិកបាទហើយទប់ស្កាត់បាទ Hollywood របស់សហរដ្ឋអាមេរិកដែលចូលប្រទេសចិនឥឡូវនេះភាគីទាំងពីរបានយកពន្ធពីគ្នាទៅវិញទៅមកបាទហើយថ្មីនេះបងប្អូនគឺថ្ងៃសុក្រនេះតែម្ដងមុននឹងតែប្រមាណនាទីទេក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាទប្រធានាធិបតីស៊ីជីនពីងបានប្រកាសហើយថាពន្ធនឹងដំឡើង 125% ហើយបងប្អូនគឺស្មើគ្នាសហរដ្ឋអាមេរិកហើយក៏ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកនៅបន្តរហូតដល់145ក្នុងអំឡុងពេលដែលផ្អាក90ថ្ងៃបាទនៃប្រទេសទូទៅនោះគឺបានន័យថាចិនលែងឆ្លើយតបហើយបាទពីព្រោះនេះជាគេហៅថាល្បែងហ្គេមទូរលេខបាទល្បែងហ្គេមទូរលេខជញ្ជីងពាណិជ្ជកម្មដែលចិនមិនធ្វើការតបតទៀតទេបើយើងប្រៀបធៀបកាលពីឆ្នាំ2018កាលនោះគឺអាណត្តិទី1របស់ប្រធានាធិបតី Donald Trump ដែរបងប្អូនគឺប្រឆាំងជាមួយនឹងចិនដំឡើងពន្ធដូចគ្នាគឺបើយើងប្រៀបធៀបឆ្នាំ2018នោះគឺវាមានគេហៅថាគុណបាទគុណ40ដងបងប្អូនបានន័យថា40ដងបានន័យថាការដំឡើងពន្ធនេះវាខ្ពស់ជាងឆ្នាំ2018នេះស្ទើរតែ40ដងទៅហើយបើលើស 100% ហើយបងប្អូនពី 35% នោះឡើងរហូតដល់ 67% បាននៅវាលើស 100% ទៅហើយដូច្នេះគឺវាមានការ40ដងការគុណចំនួនដែលលើសនោះ
បើយើងគិតទៅឆ្នាំ2018បើចំពោះប្រទេសចិនគឺគេលែងសូវចាប់អារម្មណ៍ទំនិញរបស់សហរដ្ឋអាមេរិកហើយបងប្អូនគឺចិនកំពុងតែផ្ដោតដៃផ្ដោតជើងបាទធ្វើការជាមួយនឹងអាស៊ីក៏ដូចជាសហគមន៍អឺរ៉ុបបាទថ្មីនេះគឺបើលោកបានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីអេស្ប៉ាញបាទនាយករដ្ឋមន្ត្រីអេស្ប៉ាញក៏ដូចជាប្រធានសហគមន៍អឺរ៉ុបលោកស្រី Ursula von der Leyen បាទគឺលោកស្រីបានជួបប្រធានាធិបតីប្រទេសចិនតែម្ដងហើយលោកបានឲ្យសហគមន៍អឺរ៉ុបនឹងជួយទំនួលខុសត្រូវជាមួយនឹងសហគមន៍អឺរ៉ុបជាមួយនឹងប្រទេសចិនផងហើយថ្មីនេះគឺប្រទេសចិនត្រៀមទស្សនកិច្ចនៅអាស៊ីគឺវៀតណាមម៉ាឡេស៊ីក៏ដូចជាកម្ពុជាហើយលោកស៊ីជីនពីងក៏បាននិយាយថាលោកលែងសូវល្វីល្វល់ជាមួយនឹងសហរដ្ឋអាមេរិកហើយបាទគឺលោកផ្ដោតក្នុងការចាត់ដៃគូពាណិជ្ជកម្មនៅអាស៊ីដែលជាប្រទេសចម្បងនៅក្នុងអាស៊ីហើយគៀកនឹងប្រទេសចិនបាទហើយនឹងគេហៅថា BRIC មកបងដឹងហើយ BRIC គឺគេចងសម្ព័ន្ធមិត្តរវាងរុស្ស៊ីឥណ្ឌាក៏ដូចជាប្រទេសអ៊ីរ៉ង់បាទដែលនិយាយទៅ BRIC នេះគឺប្រទេសដែលប្រឆាំងនឹងសហរដ្ឋអាមេរិកតែម្ដងបាទចិនគឺកំពុងតែផ្ដោតទៅលើនឹងបងប្អូនក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាទបានធ្វើសេចក្តីថ្លែងការណ៍មួយគាត់ថាចំពោះចំហរបស់ប្រទេសចិនគឺនៅតែបើកចំហចំពោះសហរដ្ឋអាមេរិកក្នុងការចរចាក្នុងការទម្លាក់បាទសូមជម្រាបបងប្អូនថានៅក្នុងចំណោមបណ្ដាប្រទេសលើពិភពលោកមានតែចិនទេដែលមិនទៅចរចាហើយបើកការដំឡើងពន្ធទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកបើក្រៅពីនោះសុទ្ធតែប្រទេសដែលត្រូវរណបសហរដ្ឋអាមេរិកបាទរណបដោយសារសហរដ្ឋអាមេរិកនេះជាប្រទេសមួយដ៏ធំហើយមានទំហំសេដ្ឋកិច្ចទីផ្សារហើយលុយរបស់សហរដ្ឋអាមេរិកគឺនៅលើពេញពិភពលោកតែម្ដងជាពិសេសមាសបងប្អូនមាសគឺច្រើនណាស់បងប្អូនសហរដ្ឋអាមេរិក8,000 តោនជាងបងប្អូនបាទសូមអរគុណបងប្អូនដែលបានតាមដានព័ត៌មានសំខាន់នេះបាទព័ត៌មាននេះគឺទើបតែចេញថ្មីទេគឺប្រទេសចិនបានដំឡើងពន្ធ125%ហើយស្មើនឹងសហរដ្ឋអាមេរិកហើយបងប្អូនគឺស្មើគ្នាហើយបាទចេញផ្សាយដោយសារព័ត៌មាន Reuters ប៉ុន្មានម៉ោងនេះបងប្អូនបាទសូមអរគុណសូមជម្រាបលា